បាទជំរាបសួរព្រឹកនេះខ្ញុំសូមលើកយកពាក្យថាការគោរពបូជាការតមរបស់ក្រុមគ្រួសារដែលជាយុទ្ធជននៅសមរភូមិមុខបុរាណណាលោកមានតំណមតាំងតែណាស់នៅពេលដែលកូនចៅទៅប្រយុទ្ធជាមួយពួកចៅពួកខ្មាំងអ្នកដែលនៅផ្ទះហ្នឹងជាភរិយាក្តីជាម្ដាយក្តីហាមសិតសក់បាទហាមសិតសក់ហាមអង្គុយនៅលើកាន់ចណ្ដើជាពិសេសចំកណ្ដាលចណ្ដើហាមអង្គុយសិតសក់នៅពាក់កណ្ដាលទ្វារផ្លូវចូលមិនត្រូវលាបប្រេងម្សៅមិនអនុញ្ញាតឲ្យលាបប្រេងម្សៅទេនៅពេលដែលដាំស្លមិនត្រូវនៅពេលដែលដួសបាយក្តីមិនត្រូវឲ្យក្របឆ្នាំងនឹងកងមាត់ឆ្នាំងឡើយពេលដែលដាំបាយនេះដែរនៅពេលដែលដួសបាយមិនត្រូវយកវែកសម័យដើមគេមិនសូវមានវែកដូចសម័យទំនើបយើងឥឡូវទេវែករបស់គេនេះគេធ្វើពីឫស្សីហើយគេបិទទៅមានតែពីប្រទេសអញ្ចឹងទេណាវែកឫស្សីហ្នឹងគេជ្រួយបាយអញ្ចឹងទៅហាមដាក់កងនៅលើមាត់ឆ្នាំងហ្នឹងវែកដួសសម្លក៏អញ្ចឹងដែរដួសហើយយើងដាក់កន្លែងឲ្យស្រួលទៅមិនត្រូវកងនៅមាត់ឆ្នាំងទេទាំងអស់នេះមានសេចក្តីថាគឺជាការកាន់ទុករហូតដល់កូនចៅរបស់យើងនឹងបានត្រឡប់មកជួបជុំគ្រួសារយើងវិញនេះគឺជាការកាន់ទុកមួយតំណមួយដែលមានលោកឪពុកអ្នកម្ដាយណាឬក៏ក្មួយណាដែលមានស្វាមីទៅសមរភូមិមុខនោះហើយមួយទៀតហ្នឹងគាត់ត្រូវធ្វើអ្វីខ្លះគាត់ត្រូវនឹកគុណបុរសដែលជាយុទ្ធជនហ្នឹងត្រូវនឹកគុណឪពុកម្ដាយយើងអាចនិយាយថាយើងអាចសូត្របល័យថាអ្នកមោទសៈនឹង3ចប់ទៅហើយយើងអាចថាព្រះពុទ្ធគុណណាំងពធគុណណាំងព្រះសង្ឃគុណណាំងមេត្តាគុណណាំងបិតាគុណណាំងនៅពេលដែលយើងដឹងថាមានការពើប្រយុទ្ធហើយឬក៏ក្នុងពេលដែលពើប្រយុទ្ធអីចឹងយើងត្រូវតែសូត្រអញ្ចឹងរហូតបាទសូត្រអញ្ចឹង3ចប់បើយើងមានឱកាសច្រើនយើងសូត្រ7ចប់ទៅក៏បានដែរអញ្ចឹងមួយទៀតគឺយើងអាចថាយើងអាចយកដីមករុយលើក្បាលយើងយើងជ្រុំជើង3ដងទៅហើយយើងថាសូមព្រះគង់ហេងបធរនីម្ចាស់ទឹកម្ចាស់ដីដែលរក្សានៅទីនេះចូលសូមជួយថែរក្សាកូនចៅឲ្យរួចផុតពីគ្រោះចង្រៃឲ្យមានជីវិតរស់រានបានទៅជួបគ្រួសារនេះគឺជាពាក្យដែលយើងត្រូវនិយាយមួយចំនួនវាមានច្រើនជាងនឹងតទៅទៀតប៉ុន្តែយើងអ្វីយើងត្រូវតែចាំខ្លះទៅមានពាក្យថាអាគមសំអាយុ